នៅលើដីក្រោមមេឃឥតមានបុគ្គលណាដែលស្រឡាញ់យើងស្មើមេត្តាបិតារបស់យើងទេកុំទៅថាទេវដែរណាខាងក្រៅស្រឡាញ់អត់មានទេជាភាពជាក់ស្ដែងគឺមានតែមេត្តាបិតាទេដែលស្រឡាញ់កូនប្រុសកូនស្រីរកទីប្រមាណមិនបានសេចក្តីស្រឡាញ់របស់មេត្តាតាមមកលើកូននឹងមិនចេះអស់មិនចេះខាតមិនចេះបាត់បង់ណាសេចក្តីស្រឡាញ់នៅទាំងអស់ជាពោពេញហើយគិតថាតែចង់ដឹងទាំងហុំម៉ែឪស្រឡាញ់កូនទាំងហុំប៉ុណ្ណាថាប៉ិនផែនដីក៏នៅផែនដីក៏នៅតែតូចជាងសេចក្តីស្រឡាញ់ថាឆ្ងាយប្រមាណគីឡូម៉ែត្រគឺវាអត់មានដែលវាធំលើសនឹងទៅទៀតប៉ុន្តែលោកមានការឧបមាមកបែបឲ្យយើងយល់ស្ដាប់នៅថាមេត្តាបិតាស្រឡាញ់កូនដូចជាបបោមាត់ក្នុងថ្មិញទុកដូចជាកូនបបោមាត់ទុកដូចជាម៉ែឪញោមមើលថ្មិញឲ្យជាកូននឹងមានបបោមាត់នឹងការពារបិទបាំងមិនឲ្យគេមើលឃើញថ្មិញទេហើយអ្នកណាមកប៉ះពាល់ឲ្យថ្មិញប៉ះបបោមាត់នឹងមុនណាអញ្ចឹងគាត់ការពារក៏ស្រឡាញ់ហ្នឹងចឹងនឹងលោកធីបឲ្យស្ដាប់យើងងាយយល់ញោមមើលបបោមាត់ថ្មិញអត់ចេះឃ្លាតពីគ្នានៅតែអោបជាប់គ្នាជានិច្ចនឹងមេត្តាសេចក្តីស្រឡាញ់ប៉ុន្តែមនុស្សទូទៅគេអត់បានដឹងថាម៉ែឪស្រឡាញ់កូនយ៉ាងក្រៃលែងអត់បានដឹងទេអត់បានដឹងសោះគេដឹងថាគូសង្សារអនាគតគេដែលស្រឡាញ់គ្នាណាគេដឹងใจរៀងខ្លួនប្រពន្ធក៏ដឹងថាប្តីស្រឡាញ់អញប្តីក៏ដឹងថាប្រពន្ធស្រឡាញ់អញបានជាទាំងពីរនាក់នេះគេបដិញ្ញាថាធ្វើជាគូអនាគតមកសេចក្តីស្រឡាញ់មនុស្សគេដឹងចឹងវិញតែម៉ែឪស្រឡាញ់គេអត់ដឹងទេបើប្តីប្រពន្ធគេស្រឡាញ់គ្នាមកគេដឹងអ្នកស្រឡាញ់នឹងបដូរផ្ដាច់ងាប់រស់ជាមួយគ្នាតែសម្រាប់អាត្មាអត់ទទួលយកទេតែប្តីប្រពន្ធស្រឡាញ់គ្នានេះគ្មានស្ថិរភាពច្បាស់លើដូចម៉ែឪស្រឡាញ់កូនទេថាម៉េចបានអាត្មាថាអញ្ចឹងព្រោះទស្សនៈការឃើញរបស់អាត្មាក្នុងសង្គមមនុស្សឃើញតែខ្លះនៅជាមួយគ្នាកូនមួយកូនពីរទើសតែអ្នកបាក់មេឃរហែកធៀងហើយចែកផ្លូវគ្នាហើយបើគាត់ស្រឡាញ់មែនទែនអត់មានការបែកបាក់គ្នាទេអាហ្នឹងប្រកបចឹងសួរថាបើអញ្ចឹងប្រើពាក្យថាល្មិចការស្រឡាញ់របស់ប្តីប្រពន្ធហ្នឹងអាត្មាប្រើពាក្យថាស្រឡាញ់បណ្ដោះអាសន្នគ្រាន់តែស្រឡាញ់បណ្ដោះអាសន្នទេអញ្ចឹងបើស្រឡាញ់មែនទែនអត់មានបែកបាក់គ្នាទេទើបតែឃើញគូស្វាមីភរិយាណាដែលគាត់មានអាយុ60ផ្លាយ70ផ្លាយគឺគាត់នៅជាមួយគ្នាដឹកដៃគ្នាទៅវត្តអាហ្នឹងបានមានស្ថិរភាពតែនៅក្មេងអត់ទេអាត្មាតែបណ្ដោះអាសន្នទេតែញោមញាតយល់ដោយអាត្មាដែរទេអីយល់ដោយអាត្មាដែរទេថាស្រឡាញ់បណ្ដោះអាសន្នដឹងថាម៉េចទេនិយាយទៅវាទោះចាត់ក៏មិនដឹងអានេះនិយាយពីការស្រឡាញ់